សួស្តីអ្នកនរគ្នាថ្ងៃនេះដែរគឺថាខ្ញុំមករៀនអ្នកនរគ្នារបៀបយកដៃត្រង់ Catalan V3 និងរបៀបធ្វើខ្សែក្រវ៉ាត់6ខ្សែក្រវ៉ាត់យ៉ាធ្វើខ្វេះដូរចូលមុននឹងអ្នកនរគ្នាធ្វើខ្សែក្រវ៉ាត់បានអ្នកនរគ្នាត្រូវការដៃ level mastery ត្រង់ Catalan អ្នកនរគ្នា500 mastery បានអាចធ្វើបានអូខេចូលមកអូខេចុចនិយាយមកវាមកពេលដែលអ្នកគ្រប់អ្នកនរគ្នាគ្រប់ហើយវានឹងឲ្យអ្នកនរគ្នានិយាយហើយខ្វេះនេះឲ្យយើងវាយ NPC level ក្រោមយើង60 level និង100 level ឲ្យបាន30នាក់អូខេធ្វើការទៅកោះក្រោមទឹកដើម្បីវាយឲ្យគ្រប់30មួយចុងក្រោយធ្វើការទៅកន្លែងត្រាកណ្ដោចូលវិញអូខេមកដល់ហើយបាទអូខេគ្រប់ 100% ខ្សែក្រវ៉ាត់ទី1អូយអ្នកទាំងគ្នាខ្ញុំផ្លេច record ឲ្យខ្សែក្រវ៉ាត់ទី2វាត្រូវការអ្នកទាំងគ្នាជិះទូកទៅសមុទ្រជួបអីវៃហ្នឹងយកដៃត្រាកាន់តាឡិនវៃវៃបងអ្នកគ្នាជួប CB វៃ CB តែ3ក្បាលទេគ្រប់ 100% ហើយបន្ទាប់ពីវៃ CB 80ម៉ោងក្រោយមកយើងក៏បានខ្សែក្រវ៉ាត់ទី2ហើយរបៀបធ្វើខ្សែក្រវ៉ាត់ទី3នោះគឺឲ្យអ្នកទាំងគ្នាដូរ fruit មួយគ្នាអ្នកទាំងគ្នាឬកណាក៏បានដែរដូរ fruit អីក៏បានដែរដូរតែមួយក្រុម100តែម្ដងអូខេអញ្ចឹងទៅកាត់ទៅដូរ fruit 3 2 1អូខេដល់ពេលទៅយកខ្សែក្រវ៉ាត់ចុងក្រោយបានមកដល់វិញហើយយកខ្សែក្រវ៉ាត់ចុងក្រោយបាមខ្ញុំភ្លេចប្រាប់អ្នកទាំងគ្នាក្នុងមួយថ្ងៃយើងធ្វើបានតែ3ខ្សែក្រវ៉ាត់ទេត្រូវការចាំ12ម៉ោងមិនអាចធ្វើបាន3ទៀតហើយបើអ្នកទាំងគ្នាចង់តែ account block fruit account 99យក account ដែល real ដែលមានតម្លៃសមរម្យអាចតាក់ទងមកខ្ញុំបានអាចតាក់ទងមកខាង TikTok ខ្ញុំបានព្រោះខ្ញុំលក់ account level មិនចាប់ពី 4000 ឡើងទេសូមបញ្ជាក់ account level មិនទាំងអស់តែចឹងយើងចូលវីដេអូយើងវិញ12ម៉ោងក្រោយមកអូខេដល់ពេលយើងធ្វើខ្សែក្រវ៉ាត់បន្តហើយហើយខ្សែក្រវ៉ាត់ទី4របស់យើងចេញទូកទៀតហើយតែសារនេះអត់វាយអីទេជិះទៅត្រង់រហូតដល់ពេលដែលយើងចេញទូកទៀតហើយពេលដែលអ្នកទាំងគ្នាមកដល់ 6000 ម៉ែត្រហើយអ្នកទាំងគ្នា mission ហ្នឹង complete ហើយអ្នកទាំងគ្នាទៅយកខ្សែក្រវ៉ាត់ទី4បានហើយដល់វិញហើយយកជាមួយនឹងខ្សែក្រវ៉ាត់ទី4អូខេបាមហើយខ្សែក្រវ៉ាត់ទី5របស់យើងឲ្យដូរ fruit ជាមួយគ្នាច្រឡំបោះ fruit ឲ្យគ្នាទៅវិញទៅមកអញ្ចឹងខ្ញុំមានគ្នាលេងមួយទេខ្ញុំបោះ fruit ឲ្យ account ខ្លួនឯងទាំងពីរ account ខ្ញុំទាំងពីរលេងទូរស័ព្ទមួយក្នុងទូរស័ព្ទមួយលេងហ្គេមក្នុងពេលតែមួយចិត្តទុះហើយបោះ fruit ឲ្យទៅហើយ account មួយទៀតយកទៅហើយបោះមកវិញមកគឺបានហើយខេខ្សែក្រវ៉ាត់ទី5ហើយខ្សែក្រវ៉ាត់ទី6របស់យើងត្រូវការឲ្យយើងសម្រាប់ពួកអីគេវាយយកដាវយ៉ាម៉ាឲ្យបាន3នាក់ mission ហ្នឹង complete ហើយអូខេទី1ទី2មួយចុងក្រោយដល់ពេលទៅយកខ្សែក្រវ៉ាត់ទី6ប៉ុណ្ណឹងមកអ្នកទាំងគ្នាអាចអាប់ skill Dragon Talent អ្នកទាំងគ្នាទៅ V3 បានហើយអូខេតែមុននឹងអាប់បានអ្នកទាំងគ្នាត្រូវការជាមួយនឹងភ្លើងដុំភ្លើងឈប់ខ្ញុំមើលសិននេះដុំភ្លើងហើយដុំភ្លើងហ្នឹងអ្នកគ្នាធ្វើ mission ដែរតែ mission វាស្រួលខ្លាំងមែនតើអ្នកទាំងគ្នាមកកន្លែងនេះមកនេះមួយនេះខ្វះលើเกมអស់វាឲ្យអ្នកទាំងគ្នា random ជួនកាលវាយដើមឈើ10ជួនកាលវាយពួកហៃតារានៅកោះហ្នឹងជួនកាលវាយពួក Venom 3នាក់ហៃតារា3នាក់ mission វាដដែលទេហើយភ្លើងធ្វើ mission មួយបាន3ធ្វើ mission មួយបាន3អូខេដល់ពេលដែលយើងទិញហើយ V3 skill ទី1skill ទី2 skill ទី3 bam V3 ហើយនៅសល់2ខ្សែចង្កេះទៀតចាំក្នុងវីដេអូមកក្រោយចាំខ្ញុំប្រាប់អ្នកទាំងគ្នាពីរបៀបយក skill ទី1របស់ Dragon Talent វាដំណើរការជាពេលដែល enemy low ឈាមអ្នកទាំងគ្នាប្រើ skill ហ្នឹងទៅ damage វាហោះវាឡើងកប់ពពកព្រោះវាវាយប៉ាប់ទៀតអញ្ចឹងបើធម្មតាយើងស៊ីទៅ 3000 2000 ចិត្ត 3000 តែបើពេល enemy ចិត្តងាប់យើងប្រើ skill ហ្នឹងទៅស៊ីដមឈប់ slow ស៊ីដម
14000ណោះពេលយកទៅ PP enemy ចិត្តដាច់អីហ្នឹងអ្នកទាំងគ្នាដាក់ទៅ skill ហ្នឹងមួយដាច់តែម្ដងហើយ skill ទី2បើយើងអត់ចកត់បាញ់ទៅបាញ់អ្នកធម្មតាតែបើយើងចកត់វានឹងលយអស់ចានោះគឺជីនេះចៃអូខ្ញុំ slow អូខេចំពោះ skill ទី3វាខុសពីអា V2 បន្តិចព្រោះអីV2 វាអត់គួចហោះ enemy ឡើងទៅលើតែអានេះគួចហោះឡើងទៅលើ skill មួយ aim តែតានេះអូអានេះដល់ចិត្តដាច់ខ្លាំងមែនតើមិនវាចូល C damage ឈឺហើយចំពោះ skill ទី3សូបមកដាក់ដឹបទៅវិញអូខេចឹងដែរវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាកុំភ្លេចជួយ like subscribe ឲ្យខ្ញុំផងដើម្បីជាកម្លាំងចិត្តខ្ញុំធ្វើវីដេអូបន្តទៀតបាយបាយ